ប្អូនសាកគិតមើលបើខ្ញុំតម្លាក់ទូរស័ព្ទម្ដងនេះចូលទៅកាន់ Support Port ដែលមានកម្ដៅដល់ទៅ100អង្សាទៅវានឹងមានអីកើតឡើងអូខេអញ្ចឹងក្នុងដៃរបស់ខ្ញុំជា Oppo A5 Pro ថ្មីចេះតែម្ដងហើយវានៅដំណើរការធម្មតាហើយយើងនឹងយកវាដាក់នៅក្នុងទឹកស៊ុបដែលកំពុងតែពុះនេះ Support Port ណាឥឡូវយើងសាកតេស្តទាំងអស់គ្នាឥឡូវខ្ញុំដាក់ទូរស័ព្ទនឹងចូលតែម្ដងអូខេអញ្ចឹងវាចូលហើយបងឃើញឥឡូវខ្ញុំដាក់ត្រាំវាសិនពុះខ្លាំងមែនទេនេះខ្ញុំត្រឡប់វាដាក់វាមកជុំទៅណាតោះឥឡូវយើងដាក់វាមកទូសិនចឹងខ្ញុំសូមដាក់វាលាងវាសិនដោយសារវាប្រឡាក់ពេកតោះឥឡូវយើងមើលទៅទូរស័ព្ទហ្នឹងមិនដែររួចខ្លួនអត់អូខេបងប្អូនឃើញអត់បញ្ហាទេដំណើរការធម្មតាអត់ជាបញ្ហាអេមែនទេខ្លាំងអញ្ចឹងក្នុងដៃរបស់ខ្ញុំជា Oppo A5 Pro ដែល Oppo បដិរហស្សនាមថា Hotpot Phone ដែលវាជាទូរស័ព្ទដែលយើងអាចតម្លាក់ចូលទៅកាន់ក្នុង Support Port បានព្រោះតែវាធន់នឹងសភាពក្តៅខ្លាំងបានណា